Ok, bà video nàyគឺខ្ញុំបង្ហាញពីរបៀបយើងធ្វើការចាក់ teacher ទៅលើប្លង់របស់យើងវិញហ្នឹងហើយអញ្ចឹងវីដេអូមុនគឺយើងរៀនពីការធ្វើប្លង់បាទខ្ញុំភ្លេចអត់ដឹងប្លង់មួយណាទេប៉ុន្តែនេះគឺជាគំរូនៅក្នុងការយើងរៀបចំធ្វើការចាក់ teacher ហ្នឹងហើយអញ្ចឹងនេះគឺអត់មាន teacher ទេប្លង់មួយនេះបាទអញ្ចឹងទី1យើងអាច search ពីកន្លែងនេះក៏បានដែរអានេះយើងប្រើជាមួយនឹងនេះហើយវីដេអូរបៀបតឡើងខ្ញុំបង្ហាញដែរ blinking នេះតើនេះហ្នឹងហើយ blinkit បាទ blinkit ហ្នឹងហើយឬក៏យើងអាច download ពី website teacher ផ្សេងៗទៀតយកមកប្រើបាទឥឡូវយើងចាប់ផ្ដើមបងប្អូនគ្នាអញ្ចឹងបងប្អូនអាចមើលទៅលើ shortcut កន្លែងខ្ញុំចុចកន្លែងនេះអញ្ចឹងទី1យើងត្រូវរៀបចំប្លង់របស់យើងនេះឲ្យហើយមុននឹងយើងដាក់ teacher អូខេបាទអញ្ចឹងកន្លែងនេះយើងចង់ដាក់ teacher ប្រភេទមិនប្រភេទជា add grow បាទអញ្ចឹងខ្ញុំចង់ដាក់កន្លែងនេះដាក់ជា2វាថា color ក្រោបផ្សេងខាងក្រោមក្រោបផ្សេងឬក៏យើងដាក់រួមក៏បានដែរប៉ុន្តែកន្លែងនេះគឺខ្ញុំបង្ហាញទាំងពីរតែម្ដងមានន័យថាដាក់ខាងលើខ្ញុំយកក្រោបផ្សេងដាក់ខាងក្រោមនេះរោអញ្ចឹងផ្សេងហើយកន្លែងនេះយើងអាចបដាច់វាមកតង់ទៀតក៏បានដែរអូខេហ្នឹងហើយអញ្ចឹងយើងចាប់ដើមពីដុំនេះទៅយើងចូលមកកន្លែង shading បាទ shading ហ្នឹងហើយបន្តមកយើងឈរទៅលើ object របស់យើងមួយនេះបាទឈរលើមួយនេះតោះមកយើងចុចទៅលើ new ឬក៏យើងមកចុចកន្លែងនេះយើងបង្កើតពាក្យតែ new ឬក៏កន្លែងនេះមួយណាក៏បានដែរអញ្ចឹងយក new ចូលមកហ្នឹងហើយបន្តមកវានឹងបង្កើត material មួយឲ្យយើងបើសិនយើងចង់ដាក់ជា color យើងយកទៅនេះមកចេញជា color អីអូខេបាទតោះមកបើសិនយើងចង់ដាក់ជា teacher បាទ teacher អញ្ចឹងក្នុងការដាក់ teacher យើងអាចចុច search កន្លែងនេះចុច shift A យកពាក្យថា search យកពាក្យថា image teacher ក៏បានកន្លែងនេះណានេះតោះមកយើង open teacher មកនរណាទៅបាទនឹងមករបៀបឬក៏មួយទៀតយើងមកចុចកន្លែង base color នេះកន្លែងនេះអូខេនឹង base color យកពាក្យថា image teacher វាចេញមកដូចគ្នាអូខេហ្នឹងហើយអានេះគឺចេញមកវាភ្ជាប់ឲ្យ auto បាទប៉ុន្តែនៅក្នុងករណីយើង search កន្លែងនេះ shift A យកពាក្យថា search image teacher យើងត្រូវភ្ជាប់ខ្លួនឯងភ្ជាប់ចែកអូខេនឹងបន្តមកយើងរក teacher មកបាទបានដូចគ្នាមករបៀបទៀតគឺយើងប្រើជាមួយនឹង Node Ranker ជាមួយគេដែលជា Node Ranker ហ្នឹងឯងខ្ញុំភ្លេចអីអានេះយើងចុចទៅគឺវា link ទៅរកវីដេអូខ្ញុំបង្ហាញអីហ្នឹងហើយចុច Control Shift T បាទ Control Shift T ចុចលើនេះផងហ្នឹងពេលហ្នឹងវានឹងទៅបើក Remote Teacher យើង Remote Teacher មកយើងដងដាក់នៅណាយើងអាចចេញមកតំណឹងបានអញ្ចឹងខ្ញុំដាក់នៅក្នុងនេះ floor ហើយប្រភេទហ្នឹងគឺបងប្អូនត្រូវចាំគឺប្រភេទដែលវាមានច្រើនវាមានជាបាំវាមានជាតម្រង់បែបនេះភាគច្រើនគឺខ្ញុំប្រើ4អាហ្នឹងយើងដើរហើយតើនេះហ្នឹងហើយអញ្ចឹងខ្ញុំអត់ចង់បានប្រភេទនេះទេចង់បានប្រភេទបែបការ៉ូខ្ញុំអាចរកជាប្រភេទ wall បាទ wall នេះបាទអញ្ចឹងអត់បែបនេះយើងចង់បានប៉ុណ្ណឹងក៏បានឡើយឧទាហរណ៍ទេយើងចង់ឲ្យរឿងភ្លឺបន្តិចយើងរកបែបនេះមក select ចេញមកអានេះបាច់ទេណានេះជា sample ទេដើម្បីបង្ហាញ select ទាំងអស់ហ្នឹងមកតោះបើយើងចុចទៅនេះមកវាមកហើយវាមកគឺវាអូតូឲ្យតែម្ដងអូខេវាភ្ជាប់ឲ្យទាំងអស់ហ្នឹងហើយក្នុងករណីយើងអត់ដឹងភ្ជាប់ទៅណាយើងប្រើតម្រងមកគឺវាភ្ជាប់ឲ្យអូតូអូខេចេញពី base color ទៅណាទៅវាភ្ជាប់ឲ្យបាទអូខេបន្ទាប់មកពេលដែលយើងទាញមកវារៀងធំចេះអូខេធំអញ្ចឹងយើងចាប់ដើមបង្រួមវាយើងមកមើលកន្លែងនេះមានកន្លែង mapping មួយនេះហ្នឹងហើយចានេះវាមាន location វាមាន rotate វាមាន scale អានេះទីតាំងអានេះគឺពវល់អានេះគឺពង្រីកពង្រួមអញ្ចឹងគឺយើងត្រូវការពង្រីករួមយើងទាញនេះតែមួយទៅហ្នឹងហើយទាញប៉ុណ្ណេះសាក់មើលបន្តមកយើងអា y នេះអា y អូខេបាទបណ្ណាមកសំរុំមកអាZបាច់ទេអាZហ្នឹងគឺលើក្រោមទេបាទនេះគឺឆ្វេងស្ដាំអានេះវាមានអាទៅចែអូខេនេះយើងមើលទៅលើនេះបានបាទជាងអាចព្រីព្រមទៅលើហ្នឹងមកអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ឲ្យវារៀងទូចជាងនឹងទៀតយើងព្រីនេះថែមមកយើងអាចព្រីជាមកមើលតម្លៃលេខ
ដើម្បីវានេះយើងចុច shift ផងដើម្បីយើងទាញទៅវាបានតម្លៃលេខតិចចង់ឲ្យលឿនលេង shift ទៅអូខេនេះចង់បរិចទៅលើ AY នេះអានេះធំចេះមកវារៀងទូទៅតាមហ្នឹងអូខេបាទក្នុងករណីយើងចង់ពង្វិលtexture របស់យើងនេះមកចេះវិញយើងមកមើលកន្លែងនេះវិញអញ្ចឹងយក90ឃើញបច្រាស់វិញហ្នឹងឯងបច្រាស់វិញអញ្ចឹងយើងមើលទៅលើតាមជាក់ស្ដែងចង់វារៀងx នេះរៀងធំបន្តិចយើងព្រមនេះមកវិញហើយក៏រោវាស៊ីជាមួយនឹងនេះមកយើងណាបាទក្នុងករណីយើងចង់បានយកប្លង់ខាងនេះឲ្យធំអញ្ចឹងអាលើមិនបាច់ខ្វល់ទេអញ្ចឹងយើងសេរីអានេះវិញសេរីវារៀងទូចបាទទូចចេញមកនោះអានេះអាកន្លានេះវាធំតាមហ្នឹងហើយអូខេនេះក្នុងករណីយើងចង់ឲ្យវារៀងនេះតិចសេរីថែមទៀតអូខេអញ្ចឹងយើងចង់បានប៉ុណ្ណាយើងសេរីប៉ុណ្ណឹងណាបាទហ្នឹងហើយអញ្ចឹងខ្ញុំយកនេះចុះបាទបន្ទាប់មកខាងលើនេះគឺខ្ញុំដាក់ texture ផ្សេងនេះខាងលើនេះហ្នឹងហើយចានេះយើងបានជាហៀងមួយណាបាទអញ្ចឹងខ្ញុំចង់បាន color ផ្សេងអញ្ចឹងយើងបង្កើតថ្មីបន្តិចមកបាទបង្កើតថ្មីចុចលើនេះឈរទៅលើ material ចុចទៅលើសញ្ញាបូកនេះមកឬចុច new ឬ new កន្លែងនេះក៏បានដែរបាទឬឲ្យយើងធ្វើដូចមុនអញ្ចឹងចុចលើវាមួយមកបាទឬចុច control shift t បាទបើសិនយើងអត់មាន tool ទេយើងចុច open ធម្មតាមកបាទអញ្ចឹងកន្លែងនេះខ្ញុំយកប្រភេទfloor ប្រភេទបែបរៀងសបន្តិចនេះត្រូវការបែបនេះ select មកយើងអត់ចង់បានពណ៌ខ្មៅយើងអាច select ត្រឹមប៉ុណ្នេះទៅបានហើយនេះមកអូខេបាទមកប៉ុន្តែពេលដែលមកអញ្ចឹងវាអត់តន់ចូលទៅនេះទេបាទតោះតែយើង apply អញ្ចឹងបើសិនយើងចង់ប្រើជាមួយនឹងក្រោមនេះវិញយើងឈរទៅលើវាចាំមកយើងចុចapply ចុច tab ជាមកនេះចុច A select all យើង assign វានេះអូខេពេលហ្នឹងគឺវារត់ប្រើជាមួយនេះវិញចង់ប្រើលើវិញចុចនេះមកអូខេបាទប៉ុន្តែនៅក្នុង texture ទី2នេះខ្ញុំចង់ apply តែលើទេអញ្ចឹងចុចតែលើនេះមកយើងយកជា face ចុចនេះមកយើងយកក្រោមយក assign អូខេបាទ assign បន្តមកកន្លែង texture ទី2នេះយើងព្រីព្រមដូចគ្នាមកឲ្យវារៀងទូតិចមកឲ្យវាស៊ីជាមួយនឹងប្លង់ពេលដែលយើងដាក់តួអង្គឲ្យយើងកាឡាក្រូបណ្ណាវាស៊ីជាមួយនឹងតួអង្គសត្វឲ្យយើងអញ្ចឹងណាយើងអាចមើលទៅលើប៊ូតុងធៀបនឹងឧទាហរណ៍ថាប៊ូតុងប៉ុណ្ណឹងគួរតែដាក់កាឡាក្រូបណ្ណាឲ្យវាស៊ីគ្នាអញ្ចឹងណាបាទអូខេចេញយកកាឡាប៉ុណ្ណឹងចេញវិញមកអូខេបាទចុច tab ផងដើម្បីវាចូលទៅក្នុងបន្ទាប់មកឧទាហរណ៍ថាកន្លែងនេះវារៀងដូចជាស្មើពេកនេះវាអត់សូវស្អាតអញ្ចឹងយើងថែម A វាចុច tab មកនឹងចុច control អក្សរ O ចុចយកមកចំកន្លែងជ្រុងនេះមកចុចទាញមកលើចមកអញ្ចឹងបានកម្រាស់ប៉ុណ្ណាយើងទាញមកអូខេខ្ញុំយកប៉ុណ្ណឹងបន្ទាប់មកយើង assign វាចុចលើ face យកនេះមកឬយើងចុច control ចុចចំអានេះចុចចំជ្រុងវានឹងរត់មកជុំឲ្យអូខេបាទតោះមកចាំយើងចូលលើ layer ដែលយើងចង់បានឬក៏ material ដែលយើងចង់ assign វាឬយើងចុច assign អូខេបាទចុច tab ចេញមកក្រៅមកពេលហ្នឹងគឺយើងនឹងបានឃើញ game វាចេះអូខេវាមានកម្រាស់មានវាណាបាទហ្នឹងហើយលក្ខណៈស្ដើងនិងលក្ខណៈក្រាស់វាមើលទៅខុសគ្នាអញ្ចឹងយើងបានមួយហីអានេះក៏ដូចគ្នាដែរបាទខុសគ្នាទេចុចទៅលើ new បាទ new តោះមកយើងឈរលើនេះចុច control shift t អញ្ចឹងខ្ញុំកន្លែងនេះ bookmark បងប្អូននេះណាស្រឡាញ់ folder មួយណាឈរទៅលើកន្លែងហ្នឹងមកតោះមកចុច bookmark មកដើម្បីយើងងាយស្រួលក្នុងការដែលយើងទៅរកវាអញ្ចឹងណាបាទឧទាហរណ៍ថាយើងកំពុងឈរទៅលើ drive មួយណាឧទាហរណ៍ថាឥឡូវយើងឈរនៅ drive ឬមក drive សិននៅក្រោមបាទនៅក្រោមនេះ drive D ឧទាហរណ៍ថាយើងស្រឡាញ់ folder មួយណាឆ្លាញ់ folder មួយហ្នឹងយើងឈរចេញមកយើងតមកយើងចុចទៅលើខាងលើវិញកន្លែង bookmark
vì riêng nên tích nè nên lớn nè và rồi cái chốt cho máu lớn và những bột cho máu cứ viên nâng trôi mà này tao đấy và chẳng vừa với lại đã thì chớ tao máu nhung tra ca bậc hệ thì chờ bài mở và bài mở lén anh ấy có rô của sao đấy nhưng rô bài grass này grass này có sao đấy chứ em cho học sinh này tới xin đi trong đạo bài grass rồi download tục màu bậc hệ để nế nâng chứng ưu thô đại tới em vô này tiết bà vì đừng màu ô tô cho oi tầm đồng kế dương con ta sẽ từ lờ scale với nè sẽ oi từ tầm hôm này dân trong bán màu không cả đây dân trong pra này từ đá 300 như thế cho vô nè nhưng mới từ lời mua bao giờ đến mua cái mà từ một nắng nè và ta không cả đây dân trong đã thấm mây giờ và cả thấm mây màu nhưng mới từ lời cà rô này về xì kia đây tầm hôm á nâng này vô bên nâng và anh ấy download một tí download vô một ra mà và đi không cả đây trong pra đông này đôi chừng mùa đi chắc nhưng 300 tất cả thấm mây thì chọn lừa này máu thì mỗi dùng mới từ lừa này sẵn thì chơi với mua thá material chắc chọn lừa này máu thì vô bị thà material vậy nó cứ bị apply ao ô tô tầm đó ok nâng này và tao nói nhầm cho thép nhầm bậc cả nhú nhầm vô material zone man nhưng mơ sẵn assign vì sẵn ô năng mền thế chân mà cào sẵn chô lửa này tao nói nhầm mơ từ lửa này material son 7 bà son 7 chân chô lửa này bao nhiêu con là cho chạy máu đô từ lửa rumor material son 7 nhưng sơ lại các bạn ấy son 7 chân màu này ok bà này tao mới dân cho thép sự lệch giờ nâng ấy tao mới dân dục bị assign khinh màu ấy bà màu ấy bên tay tầm hôm đấy cứ việc học nè ok anh ấy cả là viết cứ mà bên tay p thì dân apply cho mọi đấy vì tôi chỉ đi riêng từ về mình bà chẳng person bây giờ sẽ đây nè cái nào á person nhầm sẽ đây nè trời cho mọi đấy không hả mọi này trẻ ở thôi thì nhầm tất cả là đấy cứ grow biết tầm một phần đấy nè bà chẳng ở thôi nhầm sẽ đây nè ok này sẽ đây obviously cho mọi đấy anh đi việc cầm bạc này chẳng dạ nhưng mà tôi giận mình chẳng cái lại này cứ dương cho lại mới tiền new material mình tham viên pra thì chơi năng đá tái viên new material năng vì tới chỉ lịch pram bà material đá tái vì lịch pram chẳng cái lại này bây giờ sẽ để cứ vi lên price pro này hay vì price pro từ lừa này mình ok chẳng sẽ đây mà xong rồi pro để sang xe vía xây cái này mà tầm hôm với xây cái này chẳng bây giờ apply rúm cứ tầm hôm với ai price pro từ lừa tân rồi có bắt đầu chẳng sẽ đây tam đằng máu nhưng ai mơ từ lừa kem đi tiết cũng mọi việc đặt page sẽ đây cho máu thế là ngày không cả đây tầm hôm dân phần đi hơi và tầm hôm phần nắng phần tay bên đây sòn chạy vì riêng là sòn smile chạy tầm hôm như trong phần là ngày phần tay bên đây sòn chạy chân dân mà mơ cả lại đi tàng bình dân trồng cao thực hàng từ mùi nà thế là ngày y chân dân ai sẽ này bạn tầm hôm như trong ăn vẫn tay dân trong sẽ kèm lại vì si cho mùi nà này thế bà vô phần năng màu tao mới những đã đi vì tiền máu cầm ra vía cho control số tiền máu vô cầm ra phần này vô máu mà tao mới dừng vô những của bạn vô face máu cho sao mà đi mà chúng tao mới vô lần đấy là dài ok bà anh bây giờ ok trong ăn đã tiết chua lên đi màu trong ăn mấy bà cao mấy từ màu làm non đã tiết chứ nhưng bà cao vô bị chả nằm tới vô material
card mũi tiệt hỏi máu tầm máu nhưng vô material zone zone pram các bạn zone zone bay các bạn ở việt đại đấy zone zone bay này ok chân cái này ní cứ dương đã thông bay hai đời tới tầm bây giờ là sang cho mùa nè chụp thêm máu chô lửa đấy dài vì máu màu thì khé và chân tầm hôm pi ní vì phạm hai cái này chân những 300 k các bạn đấy và ở đây vì dừng trong cái nhưng là sai đài nè nhé trong cả đây dừng trong cái tôi đây dừng là sai bằng chân tới cái tới rùm đầu à cha là ngay ok cái này đi cứ một cuốn toán đó nè và những bạn phản ứng tập máu anh ấy dừng trong para thì cho tất cả các bạn thì cho sinh các bạn lấy những cái thâm bay mong tới và trong đồ style cho chạy máu Pro City này vô teacher vô chỉ một page by floor như trong bàn bài chơi của bạn đấy ở đây cho bài kháng cổng bài floor cổng bài wall vô wall đấy wall W khi thức arrow cho bạn này này wall bà là kia này này chẳng như trong màn trang mấy chuyện ai download tục tới thì website download của mình sẽ là đấy và đi trong anh chế sẽ lệnh máu không cả đây việc đòi bỏ xó base color bắt đi chơi mùi và lục chính chẳng nhưng mà vô bỏ xó thế nhưng vô tập này các bạn ấy OV on auto áo vô học sinh đó chưa cái lươn chiến wall break cái setting chiang cái này bạn chân nhầm select anh ấy màu ấy thế và chân vì mình là folder base color muối bớt sinh vì ở tin màu té ở trên po thì nè vì mình folder muối cứ chỉ mua base color và tao mới dừng mơ từ lừa lại series này mó đôi từ cái này thế series ở trời xin mó vô po này VC chỉ mua đây chỉ mua cô đấy trong việc bạn color tay họ ủi thế VC chỉ mua cô chứ vì mới tới vì áp sai khơi tụ on vào dừng và chẳng nhầm sẽ ở trời thì chỉ hiện thế ok nâng này vô phần nắng rồi có lại như trong về đi color tiết những anh sẽ cao này ok chẳng nhìn phơi cả sẽ ta về trong màn máu tụm hôm bên này máu chẳng nhìn sẽ lươn lươn này thế thì mới trên ruột điểm ok về đây giờ mơ tới dừng giờ hiên nhưng trong bên này chẳng bạn chân lại nó vô cao sắp vô rotate trong ban chơi vĩnh ok vô phần đừng tại mấy đặng lên đạp xỉn cả thông mây mười máu vừa nhú và không cả đây trong vô nè nè và chân lại đến dừng 300 tên đi tế dừng ai cho lừa này máu và ta nhầm cả thông mây mờ mong tới
ត្រែគាត់ថាបងដើម្បីបងប្អូនចាំចេះអូខេចឹងយើងរកប្រភេទជា floor ខាងលើយកជា floor ខាងក្រោមយកជា wall ហ្នឹងឯងដើម្បីយើងនេះទៅវាស្អាត floor ពេលដែលបងប្អូន download គឺវាមានជាកញ្ចប់ចេះហ្នឹងគឺវាអូតូហើយបាទយកចេះចឹងសម្រាប់ប្លង់យើងអាចរកបែបភ្លឺនៃរឿងល្ងឹតហើយ floor នេះនោះបាទហ្នឹងហើយភ្លឺវាជួយឲ្យប្លង់របស់យើងវាលេចធ្លោល្អបាទចឹងកន្លែងនេះចុចទៅលើ tape ខ្ញុំ apply អាក្រោមនេះវិញ assign បាទតើមកយើងបរិយាថែមកមិនបរិយាជាបរួមបាទបរួមនេះយើងមើលនេះបើស៊ីជាមួយនឹងគោរបស់យើងណាទូចពេកក៏អត់ស្អាតដែរអូខេយកប៉ុណ្្នឹងចុះចុច Control R បន្ថែម line បាទរួចយើងបោក click លើនេះមកយកនេះផងមកជុំ assign អូខេចុច tape ចេញមកក្រៅវិញតែប៉ុណ្្នឹងក៏បាននេះអូខេហ្នឹងហើយយើងមើលទៅវាមានកម្រាស់មានអីចឹងណាបាទចឹងរបៀបចាក់ texture បែបរូបភាពមានប៉ុណ្ណឹងយើងចូលមករបៀបចាក់ texture តម្រង់បែបនេះវិញបាទចឹងជាដើមនេះគឺខ្ញុំដាក់3ចឹងកន្លែងនេះវានៅជាប់ array នៅឡើយទេហ្នឹងហើយអញ្ចឹងយើងអាចផ្ដាច់ array មកតែ apply មួយចោលទៅបន្តមកខ្ញុំចាក់ពណ៌បាទចាក់ពណ៌ចឹងយើងយកមកកន្លែងនេះដដែលមកយក new ចាក់ពណ៌អីចាក់បានពណ៌ទ្រូចេកយកទ្រូចេកមកប៉ុន្តែក្នុងហ្នឹងគឺពេលដែលយើងចាក់មកវាដោយទាំងអស់ចឹងខ្ញុំបង្កើតថ្មីទៀតមក3ទាំងអស់មាន3ចុងដាក់ពណ៌អីយើងរើសមកពណ៌ក្រហមមួយទៀតពណ៌លឿងបាទហ្នឹងហើយតោះមកចាំយើង assign ដើម្បី assign វាចុច tape ចូលមកក្នុង edit mode ខ្ញុំអាចយកជា top view ចុចទៅលើទឹកវា top view ហ្នឹងហើយបាត់ធូរខ្ញុំទៅណាយបាត់ key បាទបាត់ key ខ្ញុំដើម្បីបង្ហាញនេះកន្លែង texture នេះឈ្មោះ node ranker ហ្នឹងហើយ node ranker បាត់ key ខ្ញុំត្រូវមក key សិនscreen key ឃើញតាមិនបានកន្លែងនេះអត់ចេញអូខេបាំងហ្នឹងហើយអញ្ចឹងដោយសារតែយើងឈរនៅក្នុងកន្លែង setting យើងឈរនៅក្នុងកន្លែងនេះយើងអាច view បានដូចគ្នាបាទអញ្ចឹងដោយសារចាក់ color យើងមិនបាច់ចូលនៅក្នុង setting ទេហ្នឹងហើយអញ្ចឹងកន្លែងនេះយើងឈរលើនេះចុច tape ចេញមកខ្ញុំយក top view ចុចទៅកៅទឹកយក top view ហ្នឹងហើយអញ្ចឹងយើងយកចុចឆ្លោះផងចុច Alt Z នេះចុច Alt Z ធ្វើម៉េចឲ្យវាចេញភ័ណ្ឌយ៉ាងចាំមិនថាវាឆ្លោះហើយដើម្បីយើង select ទៅវាដោយទាំងអស់បាទយើងចូលមកកន្លែង material អញ្ចឹងអាកន្លែងនេះពណ៌ទ្រូចេកយើងយកខាងណាក៏បានតើមក select កណ្ដាលនេះមកតើមកខ្ញុំចង់ apply ពណ៌ក្រហមយក assign select ជាមកយកពណ៌លឿងអូខេតែប៉ុណ្ណឹងមកយើងបាន3ពណ៌ហើយនេះអូខេហ្នឹងហើយយើងអាចសេរីវារៀងចាំងយើងយកនេះនេះយើងទាញមកបណ្ដេះមកទាញ richness នេះទាញចក្រោមតិចមកពេលហ្នឹងគឺយើងចាំងហើយអូខេបាទសេរីនេះដូចគ្នាសេរីមួយឲ្យហើយមកនេះថាប្រហែលពណ៌នេះសេរីឲ្យមកពណ៌ផ្សេងៗទៀតយើងត្រូវការប្រើអញ្ចឹងយើងទាញអាហ្នឹងយកទៅប្រើពេលហ្នឹងគឺវានឹងប្រើដដែលអូខេបាទប៉ុណ្ណឹងក៏បានហើយអានេះក៏ដូចគ្នាដែរចុច3 layer មកអានេះ4បាទ4ជាងយើងអាច1 2 3 4បាទសេរីពណ៌ឲ្យស្មក1អូខេណាពណ៌លឿងនេះលឿងណាស់នេះតែពិតវាមានហើយអញ្ចឹងយើងមិនបាច់ចាំបង្កើតថ្មីក៏បានដែរដោយសារខ្ញុំបានមើលខាងក្រោមវាមានហើយបាទ
ចឹងអានេះខ្ញុំយកពណ៌អីគេពណ៌ខៀវចុះហ្នឹងហើយតើមកកន្លែងនេះគឺយើងមកឈរកន្លែង array នេះ apply វាមកបាទតើមកយើងចុច tab ខ្ញុំឈរលើអានេះទី1យើងចង់ដាក់ពណ៌អីគេខ្ញុំយកជា top view បាទ top view តើមកខ្ញុំ select អានេះពណ៌ទូចត្រូវហើយចឹងខ្ញុំយកទី2ពណ៌មើលទៅនេះដែរក្រហមមកវាស៊ីគ្នាអានោះមាន3បាទតែនេះមាន4ខាងនោះមាន3អត់អីទេពណ៌លឿងពណ៌នេះខ្ញុំចង់ដាក់ចដើ4ក៏បាន3ក៏បានឬក៏ខ្ញុំចង់ដាក់ចដើ1ក៏បានដែរអត់អីទេអូខេតែប៉ុណ្្នឹងមកបានហើយនេះអញ្ចឹងវានៅពណ៌លឿងពណ៌ខៀវមួយដែលអត់ទាន់មានចាំងអូខេMatic Panes Richness អូខេខ្ញុំយកប៉ុណ្ណឹងរីអានេះវិញយើងចង់ដាក់វាជាដែកក៏បានខ្ញុំយកនេះមក shading អូខេ Control Shift T និងប្រើ Node Ranker ចឹងដែកមើលក្នុងនេះ Tall ច្រើនកន្លែងពេកបាទចេញយកនេះហ្មងទៅយក1 2ទាំងអស់ក៏បានដែរនេះមកហើយអូខេយកប៉ុណ្្នឹងចុះចាំសេរីបងប្អូនអង្គុយសេរីតែមើលតាមនេះបានហើយអានេះក៏ដូចគ្នាដែរចុច apply យកមកទៅអានេះលេខ15បាទ15អូខេអានឹងបើសិនយើងមាន teacher ផ្សេងដាក់ណាបាទតែនេះខ្ញុំឃើញអាដែករបស់នឹងដាក់ហ្នឹងទៅយើងយកប្រភេទmaterial ដែកផ្សេងយកប្រើមកស្អាតជាងនេះបាទឬក៏យើងចាក់ជាពណ៌ក៏បានដែរនេះចាក់ជាពណ៌ដូចជាស្អាតជាងបាទចាក់ជាពណ៌យក base color ចេះពេលដែលយើងបង្កើតថ្មីហ្នឹងហើយយើងអាចយកពណ៌អីចឹងមកអូខេយកពណ៌អីក៏បានដែរនឹងឧទាហរណ៍ទេបាទចេញចូលនេះពេលយើងបង្កើត material វាហើយយើងចុចដូចតែមុនអញ្ចឹង Control Shift T ចុចលើនេះផងអញ្ចឹងយើងចង់ដាក់ពណ៌អីគេពណ៌អីយើងអាចនេះតំណឹងបានចេញយកអត្រាទៀតមកយកតែ5ក៏បានដែរហ្នឹងហើយវាមកហើយបាទបន្តមកយើងព្រីកព្រមតាមហ្នឹងមកខ្ញុំអាចយកនេះយក90បញ្ច្រាស់វាមិនចេះវិញអូខេយកប៉ុណ្ណឹងអញ្ចឹងពេលដែលយើងដាក់ teacher ជាមកវានៅសល់ខាងក្នុងបាទសល់ខាងក្នុងហ្នឹងហើយអញ្ចឹងអានឹងយើងចូលទៅ maxim វាទៅចុច tab នេះយើង maxim line មួយនេះ
dương vô trung chạy phải tới nhưng vô này muối anh ấy bà ok nhưng vô trắng cho cho so dú hay dành vô maxim bà maxim là bởi dừng beli vía nè bà phần nắng cho so dú vô maxim cho so ế cho so dú vô anh đẹp á bà bên năng viên năng thưa cả bài trai đây nè chẳng cái lại này có được kia đấy dương anh đẹp chẳng ngạc làm xem viết từ prai pro làm được đây chẳng đó bà chẳng anh ấy nhom maxim đừng ở đây tới anh ấy cứ dương maxim đấy ok so dú vô maxim á bà anh ấy mình thay dương đôi cắt chỉ địa chẳng á rư mũi tới bây giờ chơi maxim dương châu từ đi về cảng khăn nông bà cảng khăn nông nè cái lại đi dương chọn cái dương ai cho từ lừa nâng máu dương ai đi bà này đi dương ai tiền thì chờ việc beli đó nè người ta dùng chơi như maxim đợi tới maxim nó đôi dân vô cái trai từ cắt và bài chẳng là ngày chẳng bây giờ đi hơi chẳng ai vừa anh rep về tới vì đa chạy ok dương maxim select tầng o 200 maxim của bạn em ta nhầm sơ chu và chắc số chân côi mờ 11 200 maxim về ok cáo nó bạch quá là tụi nhẹ bây giờ bơm sẽ khởi đấy cho so ế cho so dú vô ăn rẹp nhẹ thế bị chân màu riêng smile với nhảy này có smile đây anh ấy gọi đây đấy nhưng còn vừa tập lọc với tích túi tới bà này vì không bị món cứ vì chân máu vì riêng bà lại á nâng ngày chẳng dương của bạn nó càng cài bây giờ mặc sim chỉ mất vì sưu cài thì bà chắc là thôi nhưng cho sợ em mới dương vô lại UV đi máu nhẹ thế bây giờ mặc sim mới trình chẳng chẳng là nếu dân ai phục vụ lại bán cho sợ o máu vừa rất nỉ dân trong ban mà em bắt dân ra để dân mơ tầm này bàn thế nâng ngày thôi dân trong ban đừng thông tích yên tiến đi máu thế tôi thông tầm nâng ngày đưa cái dân bật về cho sợ S broom và broom là bây giờ thông dương phục vụ vô mồm vậy với xa chiến ok tao mới dân tiền vì chơi
នេះចង់បានប៉ុណ្ណាយើងសេរីតាមនឹងមកអូខេបាទតែពិតយើងសេរីម្ដងទាំងពីរអានេះមិនត្រូវចុចចេញមកហើយសអលនឹងយើងទាញសេរីតាមនឹងមកយើងកំតន់ apply កណ្ដា apply យើងពិបាកសេរីម្ដងទាំងអស់ហើយជាងយើងធ្វើមួយឲ្យហើយអស់ចាំយក apply ចង់កែលើចុចនេះមកចុចចេញមកហ្នឹងហើយ select ចេញមកយើងអាចបរិយាអក្សរ S អក្សរ X នេះយកទំហំមួយចេះក្នុងក៏ដូចជាមិនអីដែរក្រោយនេះយើងមើលមិនសូវឃើញទេបាទអានេះក៏វាចដែរនេះអូខេជាងយើងអាចចុចម្ដងទាំងអស់អូខេប៉ុណ្ណឹងបាទជាងយើងមានពេលយើងសេរីតាមហ្នឹងណាបាទអាហ្នឹងយើងក្នុងករណីយើងចង់ maxim វាបើសិនយើងអត់ maxim ទេយើងអាចអឺដូរវាទៅមួយទៅបានហើយនេះឧទាហរណ៍ដែលខ្ញុំមានបង្កើតចេះ shift A cube ឧទាហរណ៍ហ្នឹងហើយចុច tab control R បាទចុច S X ចេះចុះបាទបាទរួចយើងយក face ចុចលើនេះមកចុច Alt E យកនេះមកទាញវាទៅក្រោមឧទាហរណ៍ចឹងបាទនៅក្នុងករណីឧទាហរណ៍ដែលខ្ញុំប្រើទីជាថ្មីមួយទីចុះហ្នឹងហើយឃើញមកហើយហ្នឹងប៉ុន្តែកន្លែងផ្សេងវាអត់ទៅមានថាកន្លែងនេះវារៀងធំកន្លែងនេះរៀងទូចទៅអូខេដាក់អញ្ចឹងអត់ស៊ីជាមួយនោះទេបង្កើតថ្មីហ្មងចូលនៅក្នុង setting ដើម្បីងាយស្រួលពួកការចាក់ texture វាមានផ្សេងគ្នាអញ្ចឹងបើសិនជាខ្ញុំធ្វើអានេះខ្ញុំបញ្ចូលទៅអាទម្រង់មួយទៀតអាចខុសទម្រង់គ្នាអញ្ចឹងខ្ញុំសុខចិត្តយកដដែលមកហើយនេះកន្លែងនេះដែលខ្ញុំចង់បង្ហាញណាហ្នឹងហើយយើងមិនបាច់ចាំ maxim ក៏បានដែរអូខេអញ្ចឹងអាជាហៀងផ្សេងៗឃើញតែត្រូវហើយបាទអញ្ចឹងយើងអាចចូលមកកន្លែង UV នេះមកនេះយើងចុចលើនេះអូខេហ្នឹងហើយអញ្ចឹងវានៅជាប់គ្នាចេះយើងគ្រាន់តែទាញវាមកទាញឲ្យចេញជាទម្រង់រូបរាងវានឹងក្នុងករណីយើងខ្ជិល maxim វាអូខេបានដូចគ្នាបាទចឹងឧទាហរណ៍ដែលយើងចេះមកយើងអាចពង្វិលចុចអក្សរ R អាចទាញតាមជាក់ស្ដែងហ្នឹងហើយចឹងចុះ
នេះក៏ដូចគ្នាដែរទាញមកចេញនេះឲ្យវាមាន4វាចេញមកបាទបើរូបរាងវារាងការ៉េយើងដាក់រាងការ៉េប៉ុន្តែបើសិនជាវារាងទៅវែងយើងសេរីតាមនឹងដែររូបរាងវាអូខេក្រឧទាហរណ៍ទេបងប្អូនអាចអង្គុយឆ្នៃតំណឹងទៅក្រខ្ញុំចង់បង្ហាញថាយើងអាចធ្វើ maxim ក៏បានយើងមកកែនៅក្នុងនឹងក៏បានដែរតោះនេះហ្នឹងហើយអញ្ចឹងវាត្រឡប់មកប្លង់របស់យើងវិញអញ្ចឹងយើងបានដាក់ teacher នេះរួចហើយអូខេបាទប៉ុន្តែ teacher នេះវាអត់សូវស៊ីណាវារៀងល្ងឹតយើងប្រើ teacher ផ្សេងទៅអូខេដូចជាអស់ហើយអញ្ចឹងយើងចូលដល់ប៊ូតុងនេះវិញឥឡូវខ្ញុំលុបឲ្យមើលអូខេអញ្ចឹងអានេះគឺវាផ្សេងគ្នាដើម្បីបង្កើតចេះយើងកាលណាយើងប្រើ array វាបានតែមួយហ្នឹងហើយអញ្ចឹងយើងជួញវាសិន control J សិនមកហ្នឹងហើយហ្នឹងចាំយើងប្រើ array ចេះមកទាញវាមកខាងនេះតង់យើងមាន4បង្កើត4មកហើយយើងអាចចុចទៅលើទឹកមើល top view សេរីតាមជាក់ស្ដែងអូខេយើងទៅប៉ុណ្្នឹងទៅបានហើយបាទហើយយើងដាក់ teacher ទៅពណ៌យើងមាន4 1ពណ៌ក្រហមពណ៌អីគេទៀតបាទពណ៌លឿងពណ៌លឿងពណ៌ខៀវហ្នឹងហើយបានពណ៌ហ្នឹងតើមកយើង apply array វាមកខ្ញុំនេះសិន apply material អូខេនេះអូខេបាទហ្នឹងហើយអញ្ចឹងយើងអាចដូរពណ៌វាយើងយកកន្លែង teacher នេះអញ្ចឹងពណ៌ទ្រូចេកយើងមើលទៅលើនេះទ្រូចេកក្រហមលឿងខៀវបាទទ្រូចេកក្រហមលឿងខៀវចុច AZ ផងដើម្បីបង្ហាញភាពឆ្លោះទ្រូចេកក្រហមលឿងអាសាញវាមែនណាខៀវអូខេតែប៉ុណ្្នឹងមកបានហើយនេះអូខេហ្នឹងហើយឬក៏ប៊ូតុងខាងក្រោមនេះយើងចង់ដូរពណ៌យើងអាចនេះមកចុចអាហ្នឹងត្រូវផ្ដាច់វាផងណាពេលដែលយើងនេះហើយយើងផ្ដាច់វា AZ ទៅវិញចុចស L ស P ផ្ដាច់ចេញបាទស L P ស L P ហ្នឹងហើយបើមិនអញ្ចឹងទេយើងយកទៅធ្វើ motion វាជាប់គ្នាអូខេតែប៉ុណ្្នឹងមកអានេះយើងលុបពណ៌ចោលអស់ទៅបង្កើតថ្មីហ្មងទៅដាក់ពណ៌អីមកអូខេអញ្ចឹងក៏បានដែរហ្នឹងហើយតែប៉ុណ្្នឹងមកពេលដែលយើងធ្វើ motion អានេះគឺយើងអាចទាញដាច់ដ লাই ចេះអូខេហ្នឹងហើយអូខេដូចជាអស់ហើយក្នុងករណីយើងចង់ធ្វើកម្រាលព្រំបតង់ទៀតធ្វើទៅមានអីទេបាទហ្នឹងហើយអញ្ចឹងវីដេអូនេះរៀងវែងតិចហើយណាមួយសំឡេងរំខានតិចអញ្ចឹងខ្ញុំថតកាត់ទេកន្លែងខ្លះតបជាប់ទៅវាអាចមានកន្លែងខ្លះឆ្គងហ្នឹងហើយកន្លែងខ្លះខ្ញុំថតពីរម្ដងសំឡេងរំខាននេះខ្ញុំលុបចោលសំឡេងខានលុបចោលអញ្ចឹងកន្លែងខ្លះថតឡើងវិញអញ្ចឹងអាចនឹងតបជាប់វីដេអូអាចនឹងកន្លែងខ្លះវារៀងអត់សូវស៊ីគ្នាបាទព្រោះពេលខ្លះត្រូវការចំណាយពេលអង្គុយព្រឹត្តព្រៀងមើលកន្លែងដែលត្រូវតអញ្ចឹងហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេហើយវីដេអូបន្ទាប់ចាំខ្ញុំបង្ហាញពីរបៀបយើង export ចេញទៅបាទហើយយើងយក teacher ទៅ
save ទៅខាងក្រៅដើម្បីយើងយកទៅប្រើជាមួយអូខេបាទចុះវីដេអូនេះគឺមានប៉ុណ្្នឹងសិនបាទអរគុណ